ប់សិនអាល្អិតហ៊ានលួចនំប៉ាវិញមែនទេអាចរតូចឆាប់យកវាមកវិញភ្លាមខ្ញុំមិនបានញ៉ាំអីពីថ្ងៃហើយខ្ញុំឃ្លានខ្លាំងណាស់ឃ្លានហើយអាចលួចបានមែនទេអញគិតថានំប៉ានេះវាធ្លាក់ពីលើមេឃមកឬឥឡូវហ៊ានលួចនំប៉ាថ្ងៃក្រោយច្បាស់ជាហ៊ានលួចលុយមិនខានត្រូវតែបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសឲ្យដឹងរឿងឈុនមីឈប់ទៅរឿងត្រឹមនំប៉ាពីរតាចាំបាច់បញ្ជូនក្មេងទៅប៉ុស្តិ៍ធ្វើអីរឿងនេះមិនមែនជារឿងអញទេអញអ្នកលក់ទឹកសណ្តែកសោះកុំមកធ្វើជាវីរបុរសអីនាងជានាងតូចរបស់ខ្ញុំតម្លៃនំប៉ាពីរនឹងឲ្យអញតាអញចង់បានអ្វីទៀតហេក្មួយស្រីទោះឃ្លានយ៉ាងណាក៏ដោយក៏មិនអាចយករបស់គេដែរនេះគឺជាច្បាប់ចាំទុកឲ្យច្បាស់ចាខ្ញុំមិនបានតាំងចិត្តលួចទេម៉ាក់ខ្ញុំរត់ចោលហើយប៉ាខ្ញុំស្រវឹងស្រាគឺវាខ្ញុំរហូតខ្ញុំមិនបានញ៉ាំអីពីថ្ងៃហើយខ្ញុំចង់ទៅរៀនចង់ប្រឡងតែខ្ញុំឃ្លានរហូតដល់កាន់បិចមិនរួចនេះជាពិន្ទុរបស់អញមែនទេចាគ្រូប្រាប់ថាខ្ញុំលេខ1ក្នុងថ្នាក់តែប៉ាខ្ញុំថាការរៀនមិនមានប្រយោជន៍ទេយកលុយទៅទិញស្រាអស់ហើយនាងតូចឲ្យបើក្មួយចូលចិត្តរៀនម្លេះរាល់ថ្ងៃក្រោយពេលរៀនចប់មកទីនេះទៅខ្ញុំនឹងចិញ្ចឹមបាយក្មួយពីពេលចិញ្ចឹមរហូតដល់ក្មួយប្រឡងចប់សាកលវិទ្យាល័យក្មួយមិនបាច់គិតអ្វីច្រើនទេរៀនតែមុខវិជ្ជាទៅបានហើយបងស្រីឲ្យទឹកសណ្តែកញ៉ាំទៅទឹកសណ្តែកប៉ារបស់បងកិនឆ្ងាញ់ផ្អែមណាស់ញ៉ាំទៅនឹងបាត់ជូរចត់ហើយលុយមួយពាន់នេះយកទៅចុះទុកសម្រាប់បងថ្លៃសិក្សាឈ្មោះក្រោយថ្ងៃក្រោយបើមានការលំបាកអ្វីប្រាប់ពូណាពូទេខ្ញុំនឹងខំរៀនឲ្យពូបានល្អថ្ងៃមុខពេលខ្ញុំប្រឡងចប់សាកលវិទ្យាល័យខ្ញុំនឹងត្រឡប់មករកពូមុនគេលោកលីនខ្ញុំពិនិត្យមើលបញ្ជីឈ្មោះអ្នកលក់នៅផ្សារជុំវិញនោះអស់ហើយឈ្មោះពូឈឺនឹងមានអ្នកជាន់ឈ្មោះគ្នារហូតដល់200នាក់ឯណោះរកវិធីសួរម្ដងមួយឲ្យឃើញសម្រាប់ខ្ញុំត្រូវរកអតិថិអ្នកលក់នៅទីផ្សារកាលពីពេលនោះមកសួរឲ្យអស់ម្នាក់ឥឡូវនៅសល់តែអ្នករស់នៅតំបន់ផ្លាស់ទីលំនៅ2នាក់ទៀតទេដែលមិនទាន់បានទៅជួប20ឆ្នាំមុនបើមិនបានពូឈឿនជួយចិញ្ចឹមបាយទឹកនឹងឲ្យខ្ញុំបានរៀនទេម្លេះខ្ញុំប្រហែលជាបោះបង់ការរៀនឬចេញទៅធ្វើការបាត់ទៅហើយតែមានក្រុមហ៊ុនអប់រំយួនយ៉ែងដែលមានតម្លៃទីផ្សារ30,000លានសប្តាហ៍ថ្ងៃនេះដោយរបៀបណាឥឡូវនេះសូម្បីតែអ្នកមានគុណរបស់ខ្ញុំក៏រកមិនឃើញដែរតើពួកឯងមានប្រយោជន៍អ្វីដំឡើងរង្វាន់ដល់5លានអ្នកណាដែលរកឃើញពួកគេនឹងបើកលុយឲ្យភ្លាមនៅនឹងកន្លែងលោកគ្រូពេទ្យខ្ញុំសូមអង្វរលោកជួយសង្គ្រោះប៉ាខ្ញុំផងគាត់មិនអាចកាត់អីបានទេយើងនឹងសង្គ្រោះគាត់ឥឡូវនេះវាមានរឿងអ្វីទៅខ្ញុំប្រឡងចប់សាកលវិទ្យាល័យឆេងប៉ៃប៉ុន្តែផ្ទះយើងគ្មានលុយបង់ថ្លៃសិក្សាទេមានភ្នាក់ងារមួយមកបោកប៉ាខ្ញុំថាអាចជួយដាក់ពាក្យសុំអាហារូបករណ៍ឲ្យខ្ញុំបានគាត់បានលក់របស់របរក្នុងផ្ទះទាំងអស់រួមលុយបាន20,000ឲ្យទៅពួកវាលទ្ធផលគឺម្ចាស់ភ្នាក់ងារនោះគប់លុយរត់បាត់ប៉ាខ្ញុំក៏ទៅរកពួកវាដើម្បីទាមទារយុត្តិធម៌លទ្ធផលគឺគាត់ត្រូវបានគេរុញធ្លាក់ពីលើជណ្ដើរជើងទាំងពីររបស់ឪពុកអ្នកបាក់តិចអស់ហើយឆ្អឹងក្នុងក៏រងរបួសដែរការចំណាយលើការព្យាបាលនិងការស្ដារនីតិសម្បទាត្រូវចំណាយយ៉ាងហោចណាស់200,000មែនទេឪពុកខ្ញុំបានចំណាយអស់ពីខ្លួនដើម្បីឲ្យខ្ញុំរៀនហើយថែមទាំងជំពាក់គេរាប់ម៉ឺនទៀតខ្ញុំនឹងរកវិធីដោះស្រាយពួកអ្នកមិនអាចធ្វើបែបនេះបានទេសូមលុយឲ្យខ្ញុំវិញមកឪពុកខ្ញុំកំពុងរងចាំលុយនេះសង្គ្រោះជីវិតសងលុយខ្ញុំមកសងលុយអីឆាប់ទៅឲ្យឆ្ងាយបើនៅរករឿងទៀតនឹងវាបំបាក់ជើងម្ដងខ្ញុំសូមអង្វរពួកអ្នកចុះសងត្រឹមពាក់កណ្ដាលក៏បានដែរខ្ញុំសូមអង្វរខ្ញុំនឹងលុតជង្គង់ក្បាលផ្ទាល់ដីឲ្យពួកអ្នកប្រាប់ឲ្យដឹងទៅចុះម្ចាស់គេរត់ទៅបរទេសបាត់ហើយទោះអ្នកទៅប្តឹងដល់មេឃក៏គ្មានប្រយោជន៍ដែរឆាប់ទៅឲ្យឆ្ងាយលោកលីនខ្ញុំរកឃើញពូឈិនហើយគាត់មានរឿងហើយរឿងអីប្រាប់មកឲ្យច្បាស់មើលកូនស្រីគាត់ចប់សាកលវិទ្យាល័យជីងប៉ៃតែគ្មានលុយបង់ថ្លៃសិក្សាពូឈិនត្រូវបានក្រុមហ៊ុនច្បោកមួយកន្លែងបោកប្រាស់ថែមទាំងត្រូវគេរុញធ្លាក់ពីលើជណ្ដើរទៀតពេលនេះមន្ទីរពេទ្យកំពុងដេញឲ្យបង់ថ្លៃវះកាត់កូនស្រីគាត់ទៅទាលុយបែរជាត្រូវពួកក្រុមហ៊ុននោះវាយឲ្យរងរបួសកាលពីមុនពេលខ្ញុំលួចនំប៉ាវបើមិនមែនពូឈិនជួយការពីទេតែខ្ញុំមានថ្ងៃនេះបានយ៉ាងម៉េចបងស្រីសៀវហ្វាងរៀនពូកែណាស់មិនអាចឲ្យខូចអនាគតបែបនេះបានទេបើកមូលនិធិសប្បុរសធម៌ផ្នែកអប់រំរបស់ក្រុមហ៊ុនភ្លាមរ៉ាប់រងថ្លៃវះកាត់និងថ្លៃព្យាបាលទាំងអស់របស់ពូឈិនរួមទាំងថ្លៃសិក្សានៅជីងប៉ៃរបស់សៀវហ្វាងផងដែរតាក់ទងអ្នកជំនាញផ្នែកឆ្អឹងនិងឆ្អឹងខ្នងដែលពូកែបំផុតឲ្យមកទទួលខុសត្រូវបន្ទុកអ្នកជំងឺភ្លាមយល់ហើយនឹងរៀបចំគ្រូពេទ្យភ្លាមសូមមេត្តាជួយវះកាត់ឲ្យគាត់មុនបានទេខ្ញុំនឹងរកវិធីឲ្យបានសូមជួយសង្គ្រោះគាត់សិនទៅថ្ងៃក្រោយទោះឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំនឹងសងវិញដែរបើគ្មានវិក័យបាត់បង់ប្រាក់ទេយើងពិតជាមិនអាចរុញចូលបន្ទប់វះកាត់បានទេបើមិនបានការទេត្រឡប់ទៅសម្រាប់ព្យាបាលនៅផ្ទះវិញទៅថ្លៃសម្រាប់ពេទ្យថ្ងៃមួយអស់រាប់ពាន់ឯណោះពុកគឺពុកដែលធ្វើឲ្យកូនលំបាកធ្វើឲ្យកូនត្រូវមកជួបបែបនេះកូនលែងរៀននៅជីងហើយកូនត្រូវតែចូលរៀននៅសាកលវិទ្យាល័យជីងប៉ៃឲ្យបានកូនគឺជាលីននួនមែនទេ18ឆ្នាំមុនបើមិនមែនព្រោះពុកកូនជួយឧបត្ថម្ភអាហារហូបចុកទេម្លេះខ្ញុំក៏មិនអាចរៀនចប់វិទ្យាល័យហើយប្រឡងចប់សាកលវិទ្យាល័យបានដែរបងស្រីពិតជាបងមែនបងត្រឡប់មកវិញហើយក្រដាស់ប្រឡងការនោះពុកខ្ញុំនៅរក្សាទុកវារហូត20ឆ្នាំហើយពុកតែងតែនិយាយថាបងប្រកាសជាមានអនាគតល្អប៉ុន្តែពុកខ្ញុំគាត់សុំទោសពូខ្ញុំមកយឺតពេលហើយខ្ញុំនឹងមិនឲ្យអ្នកទាំងពីរមានរឿងអីកើតឡើងឡើយជំងឺរបស់ពូខ្ញុំនឹងរ៉ាប់រងចំណែកក្តីស្រមៃចង់រៀនសាកលវិទ្យាល័យរបស់ប្អូនខ្ញុំនឹងជួយសម្រេចឲ្យលោកស្រីលីនក្រុមអ្នកជំនាញនិងឧបករណ៍ទំនើបបំផុតត្រូវបានរៀបចំរួចរាល់ហើយពូឈឿនម្លេះបាននេះមានទឹកប្រាក់10លានលេខសម្ងាត់គឺថ្ងៃខែឆ្នាំកំណើតពូចែនក្រៅពីថ្លៃវះកាត់និងថ្លៃព្យាបាលរបស់ពូលុយដែលសល់គឺគ្រប់គ្រាន់សម្រាប់ឲ្យអូនរៀនរហូតដល់ចប់មហាវិទ្យាល័យបងក៏បានទិញវីឡាមួយក្នុងនៅក្បែរសាលារៀនដែរទៅថ្ងៃមុខអូននឹងពូឆែនទៅរស់នៅទីនោះចុះលេងត្រូវហត់នឿយខ្លាំងទៀតហើយបងស្រីអ្វីទាំងនេះវាច្រើនពេកហើយការនោះប៉ារបស់ខ្ញុំគ្រាន់តែចិញ្ចឹមបាយបងប៉ុន្មានពេលប៉ុណ្ណោះវាគ្មានតម្លៃថ្លៃដល់ថ្នាក់នេះទេអាហារប៉ុន្មានពេលដែលមើលទៅមិនសំខាន់នោះបានជួយចិញ្ចឹមក្មេងម្នាក់ដែលអស់ផ្លូវដើរឲ្យគេមានកម្លាំងទៅរៀនសូត្រហើយទទួលបានជីវិតថ្មីមួយដែលខុសប្លែកពីមុនបងស្រីបើប៉ារបស់ខ្ញុំបានឃើញបងមកចូលរួមថ្ងៃនេះគាត់ប្រកាសជារីករាយជាងនរណាទាំងអស់បងកុំបារម្ភអីម្ចាស់ក្រុមហ៊ុនមេខ្យល់ដែលរត់ចោលស្រុកនោះត្រូវបានប៉ូលីសចាប់ខ្លួនហើយខ្ញុំនឹងធ្វើឲ្យគេទទួលបានទោសតាមច្បាប់ទទួលខុសត្រូវរាល់ទង្វើរបស់គេចំពោះគ្រួសាររងគ្រោះទាំងអស់ក្រុមហ៊ុនអប់រំញួនយ៉ែងរបស់ពួកយើងនឹងសងប្រាក់ត្រឡប់ទៅវិញទាំងអស់ខ្ញុំក៏បានប្រើឈ្មោះរបស់ Chen Xiu ដើម្បីបង្កើតមូលនិធិសប្បុរសធម៌មួយដែរដើម្បីជួយឧបត្ថម្ភក្មេងដែលមានជីវភាពលំបាកមិនអាចទៅរៀនបានអរគុណបងស្រីកាលនោះ Chen Xiu បានប្រើកម្លាំងផ្ទាល់ខ្លួនចិញ្ចឹមខ្ញុំដែលអស់ផ្លូវដើរខ្ញុំលែងញួនមួយជីវិតនេះជឿជាក់តែលើមនុស្សល្អប៉ុណ្ណោះដាច់ខាតមិនអាចឲ្យពួកគេរងភាពអយុត្តិធម៌បានឡើយបងប្អូនទាំងអស់គ្នាគូផឹកទឹកត្រូវចេះនឹកដល់ប្រភពទឹកអ្នកទាំងអស់គ្នាថាថ្ងៃនេះខ្ញុំធ្វើបែប